អ្នកទាំងគ្នាឃើញមុខខ្ញុំរៀនតងើថាខ្ញុំទុកពេលអ្នកគ្នា5វិនាទីដើម្បីទីថា make up នៅលើមុខរបស់ខ្ញុំនឹងខ្វះអីគេម្យ៉ាង5 4 3 2 1បានទីឲ្យដកដៃគឺថា make up មួយនឹងខ្ញុំខ្វះរោមភ្នែកអ្នកទាំងគ្នានេះតែយើងមានរោមភ្នែកខាងមុខរបស់យើងចេញមកវាស្អាតប្លែកអញ្ចឹងពេលអត់រោមភ្នែកទៅឃើញឡើងតងើហ្មងអ្នកទាំងគ្នាអត់ស្អាតទេចឹងមកថ្ងៃនេះអ្នកគ្រូមកបរៀនរបៀបតរោមភ្នែកតែរោមភ្នែកដែលខ្ញុំប្រើប្រាស់ហ្នឹងជាប្រភេទរោមភ្នែករបស់ brand Korea អ្នកនេះគឺ brand Idol Eyelashes 12ថែម៉ូដគេខុសគ្នាទាំង12ហ្មងហើយថ្ងៃនេះខ្ញុំចូលរើជាមួយនឹងម៉ូដមួយនេះមកធ្វើការពាក់តែដំបូងឡើយមកធ្វើការពុតរោមភ្នែកជាមុនសិនអ្នកទាំងគ្នាពេលពុតដាក់កញ្ចក់នៅពីក្រោមដូចខ្ញុំអញ្ចឹងហើយនេះខ្ញុំបិទមកខាងឲ្យអ្នកគ្នាមើលសិនគឺថាថ្លៃខ្លាំងមែនតើមកឡើងស្អាតចឹងមកពេលអ្នកគ្នាចាប់រោមភ្នែកដល់លើចាប់កុំឲ្យប៉ះកែវសាររោមភ្នែកនេះគឺមានកែវស្រាប់ហ្មងចឹងយើងយកប្រើប្រាស់ងាយស្រួលមែនតើបន្ទាប់មកយកវាមកអប់នឹងរោមភ្នែកប៉ិតប្រកាសរបស់យើងទៅអ្នកគ្នាអូយឡើងស្អាតហ្មងនិយាយទៅដាក់បាច់ធ្លាប់បាច់ហ្មងអ្នកគ្នាចង់ឲ្យកាន់តែជាប់ទេអ្នកគ្នាកុំពេកសកត់ចឹងដូចខ្ញុំផងតែនៅលើរោមភ្នែកហ្នឹងគឺធន់នឹងទឹកនិងកម្ដៅមែនតើចឹងយើងប្រើប្រាស់បានយូរហ្មងហើយអ្នកគ្នាទិញជាមួយនឹងរោមភ្នែករបស់ brand Idol នេះគឺខុសបំណងទេដោយសារតែរោមភ្នែកនេះគឺផលិតឡើងពីសរសៃ PBT ដែលមានលក្ខណៈពិសេសជាច្រើនទោះបីយើងធ្វើការបាត់បែនមិនក៏វាត្រឡប់មកទម្រង់ដើមវិញដែរសរសៃរបស់គេឡើងដូចกระดาษអត់ងាយបាក់ងាយខូចហើយសំខាន់ពេលពាក់ទៅឃើញឡើងបែបធម្មជាតិមែនតើពេលពាក់ទៅគឺអត់មានធ្វើឲ្យភ្នែករបស់យើងមើលទៅអ៊ីវដូចងួយដេកអីអ្នកគ្នាដោយសារសរសៃរោមភ្នែករបស់គេគឺស្ដើងហើយពាក់ទៅឃើញលលាស់ស្អាតនិយាយទៅគឺខ្ញុំចង់ញ៉ាំរោមភ្នែកយ៉ាងខ្លាំងមកដោយសារតែស្អាតពេកក៏ហើយមានដល់12ម៉ូដចឹងមកអ្នកទាំងគ្នាបើសិនជាចង់ដឹងព័ត៌មានបន្ថែមចង់មើលម៉ូដឲ្យកាន់ច្បាស់ឬក៏អ្នកទាំងគ្នាចង់ទិញអាចទាក់ទងទៅកាន់ page គាត់បានណាបាយបាយ